ចាបងប្អូននេះថ្ងៃនេះខ្ញុំបានសម្លស្លកោខ្នោសាច់ទាបងប្អូនចាសម្រាប់សាច់ទាគឺខ្ញុំយកទៅលីងសិនបងប្អូនលីងឲ្យចេញទឹកត្រីអស់សិនចាបានយកទៅស្លហើយសម្រាប់ខ្នោទៅចឹងហ្នឹងខ្ញុំយកទៅស្ងោរឲ្យចេញជាតិល្វីងតិចសិនចាហើយតិចដងដែរហើយកូនលីងគឺខ្ញុំលីងខ្លួនឯងចានេះជារបៀបធ្វើសម្លកោត្នោតសាច់ទារបស់ខ្ញុំបងប្អូនមុនដំបូងខ្ញុំយកទឹកខ្ទិះដូងដើមហ្នឹងយកមកកូរឡើងប្រេងហើយខ្ញុំដាក់ជាមួយនឹងផុងច្រាំចូលជាមួយនឹងគ្រឿងបុកហើយនឹងខ្ញុំប្រើជាមួយស្ករត្នោតបងប្អូនចាច្បល់ឡើងឈ្ងុយហើយខ្ញុំដាក់សាច់ទាចូលចាដាក់សាច់ទាច្បល់មួយគ្រឿងឲ្យសព្វហើយខ្ញុំដាក់សាច់ត្នោតហើយឥឡូវខ្ញុំដាក់អង្ករលីងចាដាក់អង្ករលីងហើយខ្ញុំដាក់ប៊ីចេងបន្តិចទឹកត្រីបន្តិចចាបងប្អូនលើគឺថាកូរទៅឡើងឈ្ងុយពេញផ្ទះហ្មងបងប្អូនចាឥឡូវគឺថាខ្ញុំដាក់ទឹកជាមួយនឹងទឹកដូងខ្ទិះចុងហ្នឹងហើយជាមួយទឹកជាយើងចារំងាស់សាច់ទានឹងឡើងផុយហើយខ្ញុំដាក់ជាមួយនឹងបន្លែខៀវចាឥឡូវគឺថារួចជាការស្រេចហើយបងប្អូនសម្លកោត្នោតរបស់ខ្ញុំបាយបាយ